សូមស្វាគមន៍មកកាន់វីដេអូខ្លីរបស់ខ្ញុំការធ្វើដំណើរសម្រាប់លំហែកាយចុងសប្តាហ៍កំពង់ស្ពឺព្រៃវែងដែលមានរយៈចម្ងាយ170គីឡូហើយចំណាយពេលអស់4ម៉ោងក្នុងការធ្វើដំណើរគឺគិតចាប់ពីម៉ោង5ដល់ម៉ោង9យប់ជាធម្មតាសកម្មភាពចុងសប្តាហ៍របស់ខ្ញុំគឺទៅចំការពេលខ្លះក៏ទៅបង់សំណាញ់រកត្រីពេលខ្លះទៀតក៏ទៅហូបអីជុំគ្នាជាមួយនឹងគ្រួសារហើយក្តីសុខរបស់គ្រួសារខ្ញុំគឺការចេញពីការឲ្យតម្លៃជាពិសេសផ្ដល់នៅពេលវេលាផ្ដល់នៅស្នាមញញឹមឲ្យគ្នាទៅវិញទៅមកខ្ញុំមិនចាំបាច់មានពេលវេលាច្រើនឬក៏ការចំណាយច្រើនលើសពីសមត្ថភាពរបស់ខ្លួនឯងនោះទេប៉ុន្តែខ្ញុំអាចមានពេលគ្រប់គ្រាន់ល្មមសម្រាប់ចំណាយពេលជាមួយនឹងពួកគាត់ដើម្បីផ្ដល់នូវស្នាមញញឹមអារម្មណ៍កក់ក្ដៅទៅឲ្យគ្នាទៅវិញទៅមកខ្ញុំតែងតែបង្កើតក្តីសុខឲ្យគ្រួសាររបស់ខ្ញុំដោយមិនចាំបាច់ទន្ទឹងរង់ចាំពេលវេលាគ្រប់គ្រាន់នោះឡើយសូមអរគុណសម្រាប់ការតាមដានហើយខ្ញុំបាទសូមផ្ដាំថាជួបបង្កើតក្តីសុខឲ្យគ្រួសាររបស់យើងចាប់ពីពេលនេះតទៅ